luôn nè hù đom thôm bằng chả nó làm con này nè sạch ok mỏ nhom สวัสดีครับลูกเนี่ยได้กำลังติดตาม channel Ray KH. Welcome back to Ray KH channel, and today I'm going to show you about another business noodle, Chinese noodle business selling in Kokrolo district, Battambang province. สวัสดีครับลูกเนี่ยได้กำลังติดตาม Ray KH channel ថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកពាក់ព័ន្ធជាមួយនឹងរបរមួយដែលនៅស្រុកនិភូមិនៅក្នុងស្រុកកោះកឡោខេត្តបាត់ដំបងគេទទួលទានហើយនឹងលក់នោះគឺតាក់ទងជាមួយនឹងគុយទាវប្រសិនបើលោកអ្នកទៅតាមផ្លូវទៅបាត់ដំបងជិតទៅដល់ភ្នំទឹកដីលោកអ្នកមើលខាងឆ្វេងដៃនឹងឃើញហាងគុយទាវដ៏សាមញ្ញមួយដែលគាត់ជាអ្នកលក់ដូរប្រចាំថ្ងៃគឺលក់គុយទាវនៅកន្លែងក្បែរភ្នំទឹកដីនឹងតែម្ដងជារបបប្រចាំថ្ងៃរបស់គាត់មានដូចជាមីមានដូចជាគុយទាវហើយអ្វីដែលកាន់តែពិសេសនេះគឺតាក់ទងជាមួយនឹងសាច់របស់គាត់នឹងគឺស្រស់ៗដោយសារតែគាត់គឺជាអ្នកដែលអ្នកស្រុកនឹងក៏កាប់គោទៅខ្លួនឯងអញ្ចឹងក៏កាប់គោអញ្ចឹងគាត់អាចយកគ្រឿងក្នុងរបស់គោខូគោក៏ដូចជាសាច់គោនឹងយកមកចម្អិនស្រស់ៗតែម្ដង So she is a Chinese noodle seller in Kokrolo district, Battambang province. Her business is very good because she is a cow slaughter. So she slaughter the cow by herself, and then we get flash cow meat in cow brand to be cooked, and then so you can see in this video showing you about her business selling Chinese noodle plus with beef and some internal spare part of cow, and especially is a cow brand. អញ្ចឹងលោកអ្នកមើលនេះគឺជាសកម្មភាពលក់ដូររបស់បងស្រីនៅកន្លែងហាងរបស់គាត់អញ្ចឹងហាងរបស់គាត់នេះគឺលក់តែគុយទាវទេនៅពេលព្រលឹមឡើងហើយគុយទាវរបស់គាត់នេះគឺមានឲ្យរសឆ្ងាញ់ហើយបើយើងនិយាយទៅគឺសាច់ច្រើនមែនតើ That's you can see there are a lot of meat in each pot of Chinese noodle. There are a lot of beef and internal spare part. អញ្ចឹងលោកអ្នកមើលឃើញនេះគឺសុទ្ធតែសាច់ហើយជាមួយនឹងជាពិសេសគឺក្នុងគោដែលគាត់លក់ហ្នឹងគឺមានសម្បូរច្រើនមែនទែនអញ្ចឹងលោកអ្នកដែលចាប់អារម្មណ៍តាក់ទងជាមួយនឹងការទទួលទានអាហារបែបព្រលឹមឡើងជាគុយទាវអីលោកអ្នកអាចពេលធ្វើដំណើរទៅខាងកោះកឡោលោកអ្នកណាបើលោកអ្នកធ្វើដំណើរទៅខាងកោះកឡោពេលទៅដល់ភ្នំទឹកដីជិតដល់ភ្នំទឹកដីហ្នឹងលោកអ្នកមើលទៅឃើញហាងរបស់គាត់ហ្នឹងហើយអញ្ចឹងហាងគាត់ហ្នឹងគឺលក់ឲ្យទូថ្លៃមែនទែនឆ្ងាញ់ទូថ្លៃដូចជា 5,000 រៀលទេមួយចាន So the cost of the Chinese noodle is only 5,000 real equal to 1.25 cents អញ្ចឹងលោកអ្នកមើលនេះសិតតែជាអតិថិជនហើយដែលបានទទួលទាននៅហាងរបស់គាត់ហាងគាត់ហ្នឹងមានឈ្មោះជាតិស្រីនិចបាទមានលក់គុយទាវមានស៊ុបនិងភេសជ្ជៈអូខេអញ្ចឹងសូមរីករាយទស្សនាជាមួយនឹងការបង្ហាញនៅវីដេអូស្ដីអំពីរបរលក់គុយទាវរបស់គាត់នៅក្នុងទូបដីរបស់គាត់បាទសូមអរគុណនិងសូមរីករាយជាមួយនឹងការទស្សនាដទៃ So thanks for watching this video and enjoy watching the end of that